ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមអាចបណ្ដាលឲ្យមានផលប៉ះពាល់ឬមួយក៏ហានិភ័យតាំងពីក្បាលរហូតដល់ចុងជើងរបស់យើងពីព្រោះកាលណាលើសជាតិខ្លាញ់យូរទៅធ្វើឲ្យសរសៃឈាមរបស់យើងរួមតូចបាទហើយក្នុងខ្លួនរបស់យើងទាំងមូលគឺសុទ្ធតែសរសៃឈាមនៅពេលដែលប៉ះពាល់ទៅដល់ខួរក្បាលធ្វើឲ្យសរសៃឈាមខួរក្បាលរួមតូចដែលបណ្ដាលឲ្យមានជំងឺមួយហៅថាជំងឺ stroke ឬមួយគឺជំងឺស្ទះសរសៃឈាមខួរក្បាលនៅពេលដែលប៉ះពាល់សរសៃឈាមបេះដូងអាចសរសៃឈាមបេះដូងរួមតូចហើយសរសៃឈាមបេះដូងក៏ស្ទះផងដែរដែលអាចឲ្យមានជំងឺមួយថាជំងឺគាំងបេះដូងឬមួយក៏ជាជំងឺថា heart attack ជាភាសាអង់គ្លេសបាទមិនតែប៉ុណ្ណឹងគឺកាលណាខ្លាញ់រុំសរសៃឈាមនៅនឹងភ្នែកអាចធ្វើឲ្យភ្នែកយើងពិការហើយកាលណាលើសជាខ្លាញ់យូរទៅធ្វើឲ្យសរសៃឈាមរបស់យើងរួមតូចអាចបណ្ដាលឲ្យឡើងសម្ពាធឈាមហើយអាចបណ្ដាលឲ្យទៅជាជំងឺទឹកនោមផ្អែមពីព្រោះនៅពេលដែលខ្លាញ់លើសច្រើនវាធ្វើឲ្យរំខាននៅក្នុងការដឹកជញ្ជូនរបស់អាំងស៊ូលីនមិនតែប៉ុណ្ណឹងនៅពេលដែលលើសជាតិខ្លាញ់ក្នុងខ្លួនក្នុងឈាមរបស់យើងយូរទៅអាចបណ្ដាលឲ្យមានបង្កើតជាគ្រោះក្នុងថង់ទឹកប្រមាត់ក៏ដូចជាក្នុងគ្រោះក្នុងតម្រងនោមផងដែរហើយជាចុងក្រោយការលើសជាតិខ្លាញ់អាចបណ្ដាលឲ្យស្ទះសរសៃឈាមនៅជើងរបស់យើងក៏ជាមូលហេតុដ៏ចម្បងមួយនៃពិការភាពរបស់អ្នកជំងឺមួយចំនួន